មើលទៅខ្ញុំដូចជាសួរសំណួរមិនច្បាស់លាស់ហើយនាងមិនយល់មែនទេអញ្ចឹងចាំខ្ញុំសួរម្ដងទៀតទៅចាស់តើខ្ញុំគឺជាឪពុករបស់ក្មេងក្នុងពោះមែនទេអត់ទេខ្ញុំមិនយល់ទេថាអ្មេចបានជានាងគិតបែបនោះលើកហើយនឹងខ្ញុំលើកដូចចិនកាងរវាងយើងទាំងពីរគឺគ្មានអ្វីនោះគឺជាវាគ្រាន់តែជាការភ្លឹងផ្លាត់នៅយប់នោះខ្ញុំមិនបានការពារទេហើយនោះក៏ជាលើកដំបូងរបស់នាងខ្ញុំមិនចេះបានបែបនោះនឹងហើយត្រូវហើយខ្ញុំអាចដោះស្រាយវានៅពេលក្រោយបានហើយលោកមិនមែនជាឪពុករបស់ទារកទេគឺរៀបផ្សេងទេហើយពួកយើងនឹងរៀបការនៅក្នុងពេលឆាប់នេះតើខ្ញុំបានឆ្លើយសំណួរគ្រប់យ៉ាងរបស់លោកហើយឬនៅបើសិនជាអ្វីដែរនាងនិយាយជាការពិតមានន័យថានាងមានបរិះម្នាក់ដែលនាងមានគម្រោងរៀបការហើយបាច់ជាទៅកេងជាមួយបរិះម្នាក់ទៀតដែលទៅតែបានជួបហើយបន្ទាប់មកនាងក៏បានមក clinic ដើម្បីពិនិត្យមើលថានាងមានផ្ទៃពោះជាមួយមិត្តរបស់នាងគិតថាការបញ្យលហោខែរបស់នាងនឹងវាសមហេតុផលទេទោះបីជាវាមិនសមហេតុផលវាក៏គ្មានស្អីពាក់ព័ន្ធជាមួយលោកបើសិនជាលោកបារម្ភអំពីគុណសម្បត្តិដែលក្នុងនាមខ្ញុំជាគ្រូបង្រៀនអញ្ចឹងខ្ញុំមិនចាំបានទៀតថាខ្ញុំនឹងនិយាយជាមួយសេចក្ដីដែលផ្ដាល់អំពីរឿងនោះក្នុងនាមជាអ្នកទី3ខ្ញុំច្បាស់ជាដឹងគុណលោកណាបើសិនជាលោកមិនរវីរវល់ជាមួយនឹងរឿងនេះមិនបានជានាងព្យាយាមខ្លាំងម្លេះក្នុងការបដិសេធរឿងនេះព្រោះវាពិតជាមិនមែនជាលោកវាពិតជាពិបាកសម្រាប់ខ្ញុំដែលជឿរឿងនេះអ្វីគ្រប់យ៉ាងដែលខ្ញុំបានសរុបទាំងអស់បង្ហាញច្បាស់ថាខ្ញុំគឺជាពុកក្មេងនោះនាង Heaven ខ្ញុំយល់ថាវាដូចជាភ្លាមពេកដែលឲ្យយើងមកនិយាយរឿងបែបនេះខ្ញុំគិតថានាងត្រូវការពេលវេលាខ្លះដើម្បីគិតហើយខ្ញុំក៏ដូច្នេះដែរអធិស្ឋាននិយាយថាយ៉ាងម៉េចហេតុអីយើងមិនជួបគ្នានៅថ្ងៃស្អែកដើម្បីនិយាយគ្នាតទៀតឆាប់សិនជួបគ្នានៅទីនេះហើយខ្ញុំជឿថាមិត្តរបស់នាងកំពុងចាំនាងនៅខាងក្រៅដូច្នេះខ្ញុំមិនបានជូននាងទៅផ្ទះវិញទេមិត្តភ័ក្តិហើយខ្ញុំក៏ត្រូវមានការប្រជុំដែរដូច្នេះហើយខ្ញុំក៏ត្រូវប្រញាប់ទៅដែរទៅវិញដោយសុវត្ថិភាពហើយជួបគ្នានៅថ្ងៃស្អែកថាម៉េចចាំមកផ្លេតជួបគ្នាទៀតនៅថ្ងៃស្អែកទេចាំមកផ្លេតគេចង់បានស្អីប្រកាសទៅណែពួកយើងនឹងជូនឯងទៅផ្ទះឆាប់ចេញមកប៉ិតមែនណាឯងប្រកាសទេឯងមិនអីទេអីអញ្ចឹងក៏បាននាងនិយាយថាម៉េចនាងនិយាយថានឹងទៅជួបម៉ាក់របស់នាងសិនហើយបន្ទាប់មកទៅនាងទៅផ្ទះម៉េចបានជានៅសសុកក៏ស្រាប់តែទៅខ្ញុំក៏មិនដឹងដែរប្រហែលជានាងនឹកម៉ាក់ហើយចង់ទៅរកម៉ាក់និយាយលេងទេអីនាងក៏បានដឹងដែរពីទំនាក់ទំនងរវាង Heaven ហើយនឹងម្ដាយរបស់នាងខ្ញុំនឹងទៅជាមួយនាងដើម្បីកុំឲ្យនាងអាចការពេកណែបងជាមិត្តប្រុសរបស់អ្នកណាមែនវឹកថាម៉េច Heaven មិនមែនជាកូនក្មេងទេបងក៏ដឹងហើយណាថានាងជាកូនក្មេងជាមិត្តភ័ក្តិខ្ញុំគ្រាន់តែដឹងទេថាយើងខានជួបគ្នាមកទឹកហើយនាងក៏ដឹងថាខ្ញុំរវល់ជាមួយនឹងការចាប់ផ្ដើមហើយថ្ងៃនេះបងមិនរវល់ទេអីចង់ជួបបងគឺពិបាកខ្លាំងណាស់ប្រហែលថ្ងៃមកនេះព្រោះបងរវល់ខ្លាំងប៉ុន្តែដល់ពេលដែលប្រាប់អំពីរឿង Heaven បងក៏រត់មករកភ្លាមមិនក៏អញ្ចឹងមីរ៉ាន់មិនបានជាធ្វើខ្លួនបែបនេះមិនដូចជានាងទេស្អីដែលដូចជាខ្ញុំនោះមិត្តប្រុសរបស់ខ្ញុំហើយនឹងមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំមានទំនាក់ទំនងដែលគួរឲ្យសង្ស័យតើខ្ញុំអាចធ្វើពិតជាមិនដឹងដល់របៀបណាទេវាច្បាស់ណាស់ថាថ្ងៃនេះបងផ្ដោតចំណាប់អារម្មណ៍ទាំងអស់ទៅលើ Heaven មិនចាប់អារម្មណ៍ពីខ្ញុំអ្វីទាំងអស់អូនហួសហេតុពេកហើយមុនពេលដែរពួកយើងចាប់ផ្ដើមដេតពួកយើងទាំង3នាក់គឺជាមិត្តភ័ក្តិល្អនឹងគ្នាមិនអញ្ចឹងទំនាក់ទំនងដែលគួរឲ្យសង្ស័យអញ្ចឹងគ្មានផ្លូវទេ Heaven គ្មានអ្នកណាម្នាក់យកចិត្តទុកដាក់នឹងនាងទេហើយនៅថ្ងៃមួយដូចជាថ្ងៃនេះពិតណាស់ខ្ញុំព្រួយបារម្ភពីនាង
ហើយវាមានតែប៉ុណ្្នឹងឯងឈប់និយាយរឿងបែបនេះទៀតទៅងិនព្រឹនក្រែកអាមិនក៏មើលទៅដូចជាអស់កម្លាំងម្លេះអើកូនម៉ាក់ម៉ាក់ថ្ងៃនេះមើលទៅល្អណាស់មើលរបៀបដាក់ឯងនិយាយជាមួយនឹងម្ដាយរបស់ឯងចាស់ខ្ញុំជាកូនម៉ាក់ត្រូវតែយកគំរូតាមម៉ាក់អញ្ចឹងហើយคลิกសម្រាប់ថាវាមិនមែនជាថ្ងៃឈប់សម្រាកអាម៉េចបានជាឯងមកដល់ទីនេះនៅកំឡុងពេលថ្ងៃធ្វើការអញ្ចឹងមានស្អីដែលឯងចង់និយាយជាមួយខ្ញុំអញ្ចឹងអត់ទេអីចឹងខ្ញុំមិនបានមកទីនេះដោយរំពឹងថានឹងទទួលបានការយកចិត្តទុកដាក់នោះទេប៉ុន្តែខ្ញុំបានគិតថាយ៉ាងហោចណាស់ក៏គាត់សួរអំពីដំណើរការជីវិតរបស់ខ្ញុំថាវាយ៉ាងម៉េចទៅហើយខ្ញុំជួបនឹងស្អីមកខ្លះខ្ញុំគួរតែដឹងពីរឿងទាំងនោះច្បាស់ម៉ាក់បានដឹងដំណឹងពីប៉ាទេមករយៈនេះម៉ាក់នៅតែអន់ចិត្តជាមួយប៉ាមែនទេមានគេប្រាប់ខ្ញុំថាប្អូនរបស់ខ្ញុំកំពុងតែរៀនឆ្នាំទី3នៅសាលាមធ្យមនៅឆ្លងកាត់ភាពពេញវ័យនោះហើយជាហេតុអីបានជាម៉ាក់មិនចាប់ទុកនាងដូចជាគ្រួសាររបស់យើងអញ្ចឹងតើខ្ញុំគួរហៅនាងថាម៉េចកុំនិយាយពីកូនស្រីរបស់ស្រីម្នាក់នោះហើយរាប់បញ្ចូលថាជាគ្រួសារនោះម៉ាក់មិនចូលចិត្តទេម៉ាក់មិនចូលចិត្តទេបើសិនជានរណាម្នាក់បានមកលើការសន្ទនានេះពួកគេប្រហែលជាគិតខុសដែលគិតថាខ្ញុំធំឡើងបានទទួលការស្រឡាញ់យ៉ាងច្រើននៅពេលដែលគាត់មិនដែលបង្ហាញឲ្យខ្ញុំឃើញពីក្តីស្រឡាញ់ណាមួយឡើយ